បាទសួស្តីបងប្អូនថ្នាក់ទី6ទាំងអស់គ្នាក្នុងវីដេអូនេះលោកគ្រូលើកយកEnglish Grade 6ភាសាអង់គ្លេសថ្នាក់ទី6មកបរៀនបងប្អូនទាំងអស់គ្នាបាទអញ្ចឹងលោកគ្រូតទៅដល់ letter C ណាចំណុច letter C ដែលនិយាយអំពី conversation បាទតពីមេរៀនថ្ងៃមុនមេរៀនទី1 greeting and introduction ណាបាទទំព័រទី9អូខេតឥឡូវយើងមកមើលការសន្ទនារបស់យើងណា conversation ប្រែថាការសន្ទនាបាទអញ្ចឹងយើងមើលលេខ1គេឲ្យយើងធ្វើអីគេបាទអញ្ចឹងអានជាមួយលោកគ្រូទាំងអស់គ្នា Listen to your teacher and repeat ម្ដងទៀត Listen to your teacher and repeat បាទ listen ប្រែថាស្ដាប់ listen to នឹងស្ដាប់ your របស់អ្នក teacher គ្រូអញ្ចឹងមានន័យថាស្ដាប់គ្រូរបស់អ្នក and និង repeat ថាតាមអូខេតោះម្ដងទៀត listen to your teacher and repeat ស្ដាប់គ្រូរបស់អ្នកនិងថាតាមអូខេឥឡូវស្ដាប់លោកគ្រូទាំងអស់គ្នាហើយបងប្អូនអានជាមួយលោកគ្រូទាំងអស់គ្នាណាថាតាមលោកគ្រូទាំងអស់គ្នាអូខេ Good morning Good morning My name's Paul My name's Paul Good morning Good morning I'm Nita I'm Nita Okay បន្តទៀត How are you How are you I'm fine I'm fine Thank you Thank you And you And you អូខេមកបន្តមកក្រោមទៀតតែចាំលោកគ្រូបកប្រែជូនតាមក្រោយ I'm good I'm good How old are you How old are you I'm 12 years old I'm 12 years old What grade are you in What grade are you in I'm in grade 6 I'm in grade 6អូខេតោះឥឡូវយើងមើលម្ដងទៀតណាថាតាមលោកគ្រូហើយលោកគ្រូនឹងបកប្រែជូនបងប្អូនទាំងអស់គ្នាអូខេតោះ Good morning Good morning បាទ Good morning ប្រែថាអរុណសួស្តីណាអរុណសួស្តី My name's Paul My name's Paul ជំនាញថាឈ្មោះរបស់ខ្ញុំប្រែថាឈ្មោះរបស់ខ្ញុំគឺ Paul បាទនេះក្មេងប្រុសម្នាក់នេះឈ្មោះ Paul ណាបាទអញ្ចឹងក្មេងស្រីតបវិញថា Good morning Good morning អរុណសួស្តី I'm Nita I'm Nita ខ្ញុំគឺនីតាបាទនេះគឺនីតាអូខេតោះ How are you How are you បាទអញ្ចឹងបុលសួរទៅកាន់នីតាថា How are you អញ្ចឹងមានសួរថាតើអ្នកសុខសប្បាយជាទេណា How are you ហ្នឹង I'm fine Thank you and you បាទអញ្ចឹងនីតាក៏ឆ្លើយថា I'm fine ខ្ញុំសុខសប្បាយទេ Thank you អរគុណ and you ចុះអ្នកវិញណាដល់ពេលយើងចង់សួរគេវិញថាចុះអ្នកវិញយើងឆ្លើយយើងគ្រាន់តែសួរថា and you យើងមិនចាំថា how are you ទៅវិញទេណាយើងថា and you ចុះអ្នកវិញអូខេតោះបន្តទៀតអញ្ចឹងបុលឆ្លើយថា I'm good I'm good មានថាខ្ញុំល្អទេខ្ញុំគឺល្អអញ្ចឹងល្អមានថាសុខសប្បាយអញ្ចឹងថាខ្ញុំសុខសប្បាយអញ្ចឹងបុលក៏សួរបន្តទៀតបុលទៅសួរទៅវិញថា how old are you How old are you មានន័យថាប្រែថាតើអ្នកអាយុប៉ុន្មានតើអ្នកអាយុប៉ុន្មានណាប្រយោគហ្នឹងណាអូខេអញ្ចឹងនីតាគាត់ឆ្លើយថា I'm 12 years old I'm 12 years old បាទខ្ញុំអាយុ12ឆ្នាំអូខេខ្ញុំអាយុ12ឆ្នាំ I'm 12 years old អូខេកន្លែង year នេះគឺយើងបញ្ចេញខ្យល់ជា years old ប៉ុន្តែដល់ពេលភ្ជាប់គ្នាគេអានញាប់ទៅជា years old អូខេអញ្ចឹងបងប្អូនចំណាំកន្លែងហ្នឹងទៅណា I'm 12 years old
ok ខ្ញុំអាយុ12ឆ្នាំអ្នកបលសួរបន្តទៀតថា What grade are you in What grade are you in ចឹងបលក៏ឆ្លើយថា I'm in grade 6 I'm in grade 6មានថាខ្ញុំរៀនថ្នាក់ទី6នេះ What grade are you in ប្រែថាតើអ្នករៀនថ្នាក់ទីប៉ុន្មាន I'm in grade 6ខ្ញុំរៀនថ្នាក់ទី6បាទអញ្ចឹងលោកគ្រូសូមបញ្ចប់ការសន្ទនាខ្លីមួយនេះហើយចំណុចទី2 listen again and practice with your partner នេះអញ្ចឹងដោយសារតែឥឡូវយើងអត់មាន partner ទេណាមិនមែនជាការរៀននៅក្នុងថ្នាក់អញ្ចឹងបងប្អូនអាចយកវាទៅអនុវត្តជាមួយមិត្តភ័ក្តិនៅផ្ទះណាបើសិនជាបងប្អូនមានបងប្អូនអីយើងអាចរៀនជាមួយគ្នា practice ជាមួយគ្នាបានបាទអញ្ចឹងមេរៀនថ្ងៃនេះ conversation ចំណុច C មេរៀនទី1ទំព័រទី9លោកគ្រូសូមបញ្ចប់តែប៉ុណ្ណេះជួបគ្នាក្នុងវីដេអូក្រោយៗទៀតអរគុណច្រើនបាយបាយ